នៅក្នុងសមរភូមិនៃដែនអាកាសសតវត្សទី21ដែលបច្ចេកវិទ្យាបំបាំងកាយប្រព័ន្ធអាវុធនិងល្បឿនរបស់យន្តហោះចម្បាំងគឺជាកត្តាដ៏មានឥទ្ធិពលបំផុតដែលអាចកំណត់ជោគវាសនានៃសង្គ្រាមប្រទេសកូរ៉េខាងត្បូងបានបង្ហាញពិភពលោកឲ្យឃើញនៅមហិច្ឆតាដ៏ខ្ពស់បំផុតរបស់ពួកគេតាមរយៈយន្តហោះចម្បាំងស៊េរីថ្មីបំផុតមួយដែលមានឈ្មោះថា KF-21 វាត្រូវបានគេប្រសិទ្ធនាមថាជាសត្វស្ទាំងដែកដែលកំពុងតែអង្រួនទីផ្សារសព្វវុធសកលលោកជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបរបស់វាដែលវាអាចប្រជែងតំណែងជាមួយនឹងយន្តហោះចម្បាំងល្បីៗតើ KF-21 ត្រូវបានបង្កើតឡើងដោយរបៀបណាហើយតើវាមានអានុភាពខ្លាំងក្លាប៉ុណ្ណាដែរតោះយើងទៅតាមដានស្វែងយល់ទាំងអស់គ្នាគម្រោងអភិវឌ្ឍយន្តហោះចម្បាំងនេះមានឈ្មោះដើមហៅថា KFX ដែលបានចាប់ផ្ដើមឡើងតាំងតែពីឆ្នាំ2001ក្រោមការដឹកនាំរបស់ក្រុមហ៊ុន Korea Aerospace Industry យន្តហោះគំរូដំបូងគេបង្អស់ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី9ខែមេសាឆ្នាំ2021និងបានសម្រេចធ្វើការហោះហើរសាកល្បងដោយជោគជ័យនៅថ្ងៃទី19ខែកក្កដាឆ្នាំ2022យោងតាមប្រភពព័ត៌មានកូរ៉េខាងត្បូងបានបោះទុនវិនិយោគប្រហែល $6.6 លានសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍសមត្ថភាពផលិតយន្តហោះចម្បាំងដ៏ទំនើបនេះដោយខ្លួនឯងនៅលើតួខ្លួនយន្តហោះគំរូអ្នកនឹងសង្កេតឃើញមានទង់ជាតិរបស់ប្រទេសឥណ្ឌូនេស៊ីបិទជាប់ជាមួយនឹងទង់ជាតិកូរ៉េខាងត្បូងដែលនេះគឺជាសញ្ញានៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រយ៉ាងស្អិតល្មួតខណៈដែលឥណ្ឌូនេស៊ីបានចូលរួមវិនិយោគ 20% នៃគម្រោងសរុបកិច្ចព្រមព្រៀងនេះក៏បានបើកផ្លូវឲ្យប្រទេសឥណ្ឌូនេស៊ីក្លាយទៅជាម្ចាស់កម្មសិទ្ធិលើបច្ចេកវិទ្យាមួយចំនួននិងជាអតិថិជនដំបូងគេដែលនឹងទទួលបានយន្តហោះចម្បាំងនេះយកមកប្រើប្រាស់នាពេលអនាគតផងដែរចំពោះអានុភាពបច្ចេកវិទ្យាវិញ KF-21 ត្រូវបានបំពាក់ដោយគ្រឿងយុទ្ធោពករណ៍ចុងក្រោយបង្អស់ជាមួយនឹងល្បឿនដ៏មហិមារបស់វាដែលអាចហោះហើរបាននៅក្នុងកម្រិតអតិបរមារហូតដល់ 2235 គីឡូម៉ែត្រក្នុង1ម៉ោងដែលល្បឿនដ៏លឿននេះអនុញ្ញាតឲ្យវាទៅដល់គោលដៅនិងបើកការវាយប្រហារទៅលើសត្រូវក្នុងរយៈពេលដ៏ខ្លីបំផុតយន្តហោះនេះប្រើប្រាស់ម៉ាស៊ីនភ្លោះប្រភេទ GE-F414 ចំនួន2គ្រឿងដែលផ្ដល់កម្លាំងរុញច្រានខ្លាំងនិងមានសមត្ថភាពខ្ពស់ជាងយន្តហោះដែលប្រើប្រាស់ម៉ាស៊ីនទូលជាមួយនឹងប្រព័ន្ធរ៉ាដា AESA ដ៏ទំនើបប្រៀបបានទៅនឹងភ្នែកទិព្វធ្វើឲ្យវាមានសមត្ថភាពចាប់គោលដៅរបស់សត្រូវបានជាច្រើននៅក្នុងពេលតែមួយយ៉ាងច្បាស់លាស់ទោះបីជាវាស្ថិតនៅក្នុងចម្ងាយឆ្ងាយយ៉ាងណាក្តីទោះបីជាយន្តហោះចម្បាំង S-16 របស់សហរដ្ឋអាមេរិកមានល្បឿនអតិបរមាប្រហែល 2400 គីឡូម៉ែត្រក្នុង1ម៉ោងលឿនជាង KF-21 បន្តិចក៏ដោយប៉ុន្តែ KF-21 មានឧត្តមភាពលើចំណុចសំខាន់ជាច្រើនជាពិសេសគឺការរចនាតួខ្លួនបំបាំងកាយដើម្បីកាត់បន្ថយការចាប់សញ្ញារបស់រ៉ាដាសត្រូវខណៈដែល S-16 នៅតែប្រើប្រាស់រចនាបថចាស់នៅឡើយបន្ថែមពីនេះក្នុងល្បឿនលឿនរបស់ KF-21 វាអាចរក្សាបានស្ថិរភាពបានល្អជាងនិងផ្ទុកអាវុធបានច្រើនជាងដោយសារតែឥទ្ធិពលនៃម៉ាស៊ីនភ្លោះអ្វីដែលកាន់តែវិសេសវិសាលនោះគឺ KF-21 គឺជាយន្តហោះចម្បាំងជំនាន់ទី 4.5 ដែលមានសក្តានុពលខ្ពស់ក្នុងការអាប់ដេតទៅជាយន្តហោះចម្បាំងជំនាន់ទី 5 ឬយន្តហោះចម្បាំងបំបាំងកាយពេញលេញនាពេលអនាគតខណៈដែល S-16 គឺជាស៊េរីចុងក្រោយហាក់បីដូចឈានទៅដល់ចំណុចតនៃបច្ចេកវិទ្យារបស់វាទៅហើយដោយគិតត្រឹមដើមឆ្នាំ2026នេះយន្តហោះចម្បាំងគំរូចំនួន6គ្រឿងបានបញ្ចប់ការធ្វើតេស្តសាកល្បងដោយជោគជ័យបច្ចុប្បន្នកូរ៉េខាងត្បូងបានចាប់ផ្ដើមដំណើរការខ្សែសង្វាក់ផលិតកម្មដំណាក់កាលដំបូងចំនួន40គ្រឿងសម្រាប់បម្រើការក្នុងកងទ័ពអាកាសរបស់ខ្លួនខណៈដែលកងទ័ពអាកាសរបស់ពួកគេមានតម្រូវការសរុបរហូតដល់120គ្រឿងដែលគ្រោងនឹងដាក់ពង្រាយឲ្យបានពេញលេញត្រឹមឆ្នាំ2032ជាមួយនឹងតម្លៃប៉ានស្មានស្ថិតនៅក្នុងចន្លោះពី80ទៅ100លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយគ្រឿង KF-21 កំពុងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសនៅអឺរ៉ុបអាស៊ីនិងមជ្ឈិមបូព៌ាក្នុងនោះប្រទេសឥណ្ឌូនេស៊ីមានផែនការបញ្ជាទិញចំនួន48គ្រឿងប៉ូឡូញចំនួន50គ្រឿងដោយឡែកប្រទេសអារ៉ាប់រួមនិងហ្វីលីពីនក៏កំពុងស្ថិតនៅក្នុងដំណាក់កាលចរចាទិញយន្តហោះចម្បាំងនេះផងដែរប៉ុន្តែមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ
ការលេចឡើងនៃវត្តមានរបស់ KF21 គឺជាការបោះជំហានដ៏ធំមួយរបស់កូរ៉េខាងត្បូងក្នុងការចូលរួមប្រកួតប្រជែងបច្ចេកវិទ្យាយន្តហោះចម្បាំងដែលធ្លាប់តែគ្រប់គ្រងដោយមហាអំណាចធំៗតែពី3ប្រទេសប៉ុណ្ណោះបច្ចុប្បន្នកូរ៉េខាងត្បូងគឺជាប្រទេសនាំមុខគេមួយនៅក្នុងទ្វីបអាស៊ីដែលមានសមត្ថភាពខ្ពស់ក្នុងការផលិតសពាវុធដោយក្នុងឆ្នាំ2024-25ពួកគេបានហក់ឡើងមកឈរក្នុងចំណាត់ថ្នាក់ទី5ក្នុងពិភពលោកក្នុងនាមជាប្រទេសនាំចេញសភាវុធច្រើនជាងគេបំផុតប្រទេសជិតខាងយើងគឺប្រទេសថៃក៏ជាអតិថិជនដ៏សំខាន់របស់កូរ៉េខាងត្បូងមួយផងដែរជាមួយនឹងសមត្ថភាពដ៏អស្ចារ្យបែបនេះតើវាអាចទៅរួចទេប្រសិនបើកម្ពុជាស្នើទិញយន្តហោះចម្បាំងប្រភេទនេះយកមកប្រើប្រាស់មេរៀននៃភាពជោគជ័យរបស់កូរ៉េខាងត្បូងគឺជាគំរូដ៏ល្អសម្រាប់កម្ពុជាដែលពួកគេបានអភិវឌ្ឍខ្លួនតាំងពីអ្នកទិញរហូតក្លាយខ្លួនទៅជាអ្នកលក់សពាវុធវិញម្ដងវាប្រហែលជាដល់ពេលវេលាហើយដែលកម្ពុជាគួរវិនិយោគលើគម្រោងផលិតសពាវុធដោយខ្លួនឯងដោយអាចចាប់ផ្ដើមពីការផលិតគ្រាប់រំសេវដ្រូនរហូតដល់សពាវុធគ្រប់ប្រភេទតើបងប្អូនគាំទ្រឲ្យកម្ពុជាផលិតសពាវុធដោយខ្លួនឯងដែរឬទេសូមបញ្ចេញមតិយោបល់ក្នុងប្រអប់ comment ខាងក្រោមសូមចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗនៅពេលបន្ទាប់សូមអរគុណ